ខ្ញុំបាទសូមលំអរកាយគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅថ្ងៃនេះខ្ញុំបាទសូមពំនាំអារម្មណ៍ពុកម៉ែបងប្អូននិងទស្សនិកជនមកតាមដានស្ដាប់នៅជោគជតារិស័យប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនជារៀងរាល់ថ្ងៃដូច្នេះសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងធ្វើការចុច like មួយឲ្យសម្រេចដោយប៉ងគិតប៉ងការងារអ្វីសូមឲ្យជោគជ័យដោយសេចក្តីប្រាថ្នាសាធុសាធុសូមកុំឲ្យខាតពេលយូរសូមរីករាយតាមដានស្ដាប់នៅហោរាសាស្ត្រប្រចាំថ្ងៃច័ន្ទនេះជាមួយ Channel ស៊ូស៊ីខ្ញុំបាទដោយតទៅឆ្នាំជូតកណ្ដុរនាំលៀបសំណាងឧបរាជចិញ្ចឹមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនាំលៀបសំណាងគឺម៉ោង 5 ព្រឹកដល់ម៉ោង 8 យប់ពណ៌នាំលៀបសំណាងគឺពណ៌សនិងពណ៌លឿងលេខនាំលៀបសំណាងលេខ 48 និង 59 សូម comment លេខ 168 យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំជូតនៅថ្ងៃនេះទាំងស្ត្រីបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅលើកំណាត់ផ្លូវតានតឹងដោយសារមានសភាពពិបាករស់ទៅមុខព្រោះតែជួបតែភាពប្រទៀងប្រទើសហើយក្រុមមនុស្សនៅជុំវិញចាំតែឈ្នាននេះនឹងមើលបំណាំបង្ករឿងរីការរស់នៅលោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូច្នេះចូលប្រយ័ត្នមានការកើតចំនួនវិវាទជាមួយនរណាម្នាក់ព្រោះតែបញ្ហានេះរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញតិចជាតិឆ្ងាយទៀតសោតជួបតែភាពរកម្មរកោសមិនស្ទើរដែររីបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរខ្លះព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វាយខ្វល់ជាញឹកញាប់ឆ្នាំឆ្លូវកូននាំលៀបនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតคล้ายជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង 6 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នាំលៀបសំណាងសនិងក្រហមលេខនាំលៀបសំណាងលេខ 11 និង 61 សូម comment 168 យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំឆ្លូវថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងតែភ្លឺថ្លានិងជួបតែក្តីសោមនស្សច្រើនលោកអ្នកអាចសម្រុកការងារបានហើយព្រោះថាផលជាផ្លែផ្កាហុចមកវិញគួរជាទីកក់ក្ដៅផងចំណែកឯបើជាអ្នកប្រកបមុខរបរជួញដូររកស៊ីវិញតែងតែអាចទាក់ទាញអតិថិជនចាស់ថ្មីឲ្យចូលមកគួរជាទីពេញចិត្តនិងពិសេសបើចង់ផ្លាស់ប្ដូរមុខរបរថ្មីផងដែរនោះក៏សមដោយប្រកបជានិច្ចរាយការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរាយបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងមានការចម្រើនលូតលាស់ទៅមុខជានិច្ចឆ្នាំខាលខ្លាសេដ្ឋីចិញ្ចឹមមានប្រាជ្ញាវាងវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង 5 ព្រឹកដល់ម៉ោង 6 ល្ងាចពណ៌នាំលៀបសំណាងសនិងផ្កាឈូកលេខនាំលៀបសំណាងលេខ 21 និងលេខ 82 សូម comment 168 យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំខាលនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តោងតែមានការគិតមុខគិតក្រោយនិងពីព្រោះថាផលអាក្រក់នោះងាយនឹងកើតឡើងជាងសពមួយដងរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីក្នុងរយៈពេលនេះមុននឹងចង់បោះទុនអ្វីមួយត្រូវចេះគិតគូរឲ្យបានច្បាស់លាស់និងមុននឹងអនុវត្តជាក្រោយទើបអាចទទួលបានលទ្ធផលសម្រេចល្អប្រសើររីឯសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីមិនសូវចេះអត់ឱននឹងគ្នាប៉ុន្មានទេម្លោះហើយទើបកើតមានតែរឿងរ៉ាវរកម្មចិត្តចំពោះគ្នាច្រើនហើយពេលខ្លះក៏ត្រូវតម្លើងសរសៃកដាក់គ្នាទៀតផងឆ្នាំថោះទន្សាយមាសបារមីដេចជាប្រាជ្ញាឆ្លៀសវៃមានគេជួយជ្រោមជ្រែងអនាគតខ្លាយជាអ្នកមានទ្រព្យនិងមានអំណាចម៉ោងនាំលៀបសំណាងម៉ោង 7 ព្រឹកដល់ម៉ោង 7 ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងសលេខនាំលៀបសំណាង 77 និង 89 សូម comment 168 យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំថោះនៅថ្ងៃនេះទោះបីការប្រកបការងារអ្វីលោកអ្នកងាយឆាប់ប៉ះទង្គិចជាមួយមនុស្សក្បែរខ្លួនក៏បីប្រយ័ត្នប្រយែងបន្តិចទៅពុំមានបញ្ហាចម្រូងចម្រាសណាមួយត្រូវនាំមកឈឺក្បាលរីការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវតែចេះអត់ឱននឹងគ្នាខ្លះទៅមាន
ភាពសុខដុមនិងប្រកាសមិនសូវហូរធ្លុះធ្លាយចេញរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញនៅក្នុងថ្ងៃនេះផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងបន្តិចទៅប្រកាសហូរចូលអាចចិញ្ចឹមគ្រួសាររីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃឆ្នាំរោងនាគរាជមានរិទ្ធមានអំណាចអ្នកតែងគិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការតូចធំរមែងតែមានអ្នកគាំទ្រទំនុកបំរុងសពបែបយ៉ាងម៉ោងនោមលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នោមលៀបសំណាងពណ៌បៃតងនិងក្រហមលេខនោមលៀបសំណាងលេខ77និង99សូមខមមិន899យកលៀបសម្បត្តិគេហបដីចិនខ្ពស់ចំពោះឆ្នាំរោងថ្ងៃនេះផ្ដល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផងដែរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្ដូរមុខរបរថ្មីជាឱកាសល្អប្រពៃផងដែរព្រោះថាអាចនឹងមានការជឿនលឿនគ្រាន់គួរសមរាយការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរាយបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរជាទីកក់ក្ដៅផងឆ្នាំម្សាញ់ពោះទេវតានាំលៀបឧបរាជចិញ្ចៀមមានជ័យជំនះមានមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នោមលៀបសំណាងខ្មៅនិងសលេខនោមលៀបសំណាង69និង99សូមខមមិន168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំម្សាញ់ថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចចាប់ផ្ដើមពេញដៃពេញជើងបានហើយចំពោះបញ្ហាការងារប្រកាសនិងសុខភាពមានចោទជាបញ្ហាទេនិងបើមានការឈ្មោះឈ្មោលតែងតែជួបសេចក្តីសម្រេចដោយគប់បំណងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើននិងជាពិសេសឲ្យប្រយ័ត្នចំនួនវិវាទជាមួយអ្នកដទៃព្រោះតែការដណ្ដើមអតិថិជនគ្នារីបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំប្រុសស្រីមានការភ័យស្រួយចំនួនវិវាទហើយបើចេះអត់ឱននៃគ្នាខ្លះទៅកិច្ចផុតពីរឿងរ៉ាវចម្រូងចម្រាសនេះទៅរួចឆ្នាំមមីសេះមេតបនោមលៀបឧបរាជចិញ្ចៀមមានសំណាងឈ្នះរសត្រូវគ្រប់ច្រកល្ហកឡើងប៉ុនឡើងសាក់ឡើងតួនាទីម៉ោងនោមលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នោមលៀបសំណាងពណ៌ប្រផេះនិងបៃតងលេខនោមលៀបសំណាងលេខ20និង66សូមខមមិន999យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំមមីថ្ងៃនេះបើទោះបីលោកអ្នកសម្រេចចិត្តធ្វើអ្វីក៏ដោយក៏បីមានការប្រយ័ត្នប្រយែងពីព្រោះថាអាចអូសបន្លាយពេលវេលាដល់ទៅច្រើនថ្ងៃទៀតផងទាំងស្ត្រីបុរសមិនត្រូវនាំយករឿងដាក់ខ្លួនឡើយជាពិសេសក្រុមមនុស្សដែលថាស្ដីរឿងរ៉ាវអាក្រក់ដាក់ចំពោះយើងក៏បីធ្វើគោថ្លង់ទៅប្រសើរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីនៅក្នុងថ្ងៃនេះមានការរីកចម្រើនលូតលាស់ទៅមុខយឺតហើយបើជួញទីជិតឆ្ងាយទៀតសោតនោះជួបគ្រោះចាញ់បោកគេថែមទៀតផងរីការធ្វើដំណើរទីជិតឆ្ងាយកើតមានភាពប្រទែងប្រទើដោយសារក្រុមមនុស្សបង្កបញ្ហាទុកឲ្យរីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការចាប់កំហុសគ្នាច្រើនហើយងាយកើតចំនួនវិវាទជាងផ្អែមល្ហែមផងឆ្នាំមមេពពែមាសបារមីដេជះមានលៀបមានសំណាងคล้ายជាមហាសេដ្ឋីមហាសាលម៉ោងនោមលៀបសំណាងម៉ោង6ដល់ម៉ោង8យប់ពណ៌នោមលៀបសំណាងខ្មៅនិងស្វាយលេខនោមលៀបសំណាង19និងលេខ29សូមខមមិន555យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំមមេនៅថ្ងៃនេះលោកអ្នកអាចទទួលរងនូវផលប៉ះទង្គិចនិងមានរឿងរ៉ាវយាយីមួយចំនួនត្រូវឆ្លងកាត់ផងដូច្នេះទោះធ្វើអ្វីក៏ដោយតែងតែមានការប្រយ័ត្នប្រយែងបន្តិចទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលទៅកើតសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញបើមានការជួញទីជិតឆ្ងាយមានទោសខុសអ្វីទេព្រោះថាផលជាផ្លែផ្កាទទួលបានមកវិញក៏រីកចម្រើនលូតលាស់ទៅមុខសន្សឹមក្រុមបំពេញបំពង់ផងដែររីបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកុំដើរហើរពាសវាលពាសការឬប្រព្រឹត្តស្នេហាភ្លើតភ្លើនប្រយ័ត្នជួបរឿងសោយកើតរឿងធំគ្មាននរណាជួយស្រោចស្រង់ទៅរួចឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងតែបានសម្រេចតែនឿយបន្តិចម៉ោងនោមលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចព
ពណ៌នាំលាភសំណាងពណ៌សនិងខ្មៅលេខនាំលាភសំណាងលេខ1និង69សូមខមមិន999យកលាភសម្បត្តិអភិជនចំពោះឆ្នាំវោកនៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬមានរឿងអ្វីមួយនាំឲ្យសប្បាយចិត្តផងចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីលាភដែលធ្លាប់បោលហួសរំលងឬក៏ហោះរំលងនោះអាចឆោងចាប់បានខ្លះវិញហើយរាយការណ៍ធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំគុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែសម្រេចជោគជ័យដោយគោលបំណងឆ្នាំរកាមាន់ភ្លើងពណ៌មាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងតែស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនាំលាភសំណាងម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌នាំលាភសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនាំលាភសំណាងលេខ27និងលេខ49សូមខមមិន999យកលាភសម្បត្តិអភិជនចំពោះឆ្នាំរកានៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនិងយកចិត្តត្រជាក់ដាក់ខ្លួនឲ្យបានមានកម្រិតខ្ពស់ទើបមានបញ្ហាចោទឡើងរាអ្នកប្រកបមុខរបរជួញដូររកស៊ីបើចង់បោះទុនអ្វីមួយកុំតក់ក្រហល់ឡើយបើពុំនោះទេនឹងជួបរឿងសោយអស់ប្រាក់កាសពីខ្លួនត្រូវមកដេកស្ដាយក្រោយជាពុំខានរាការធ្វើដំណើរទៅទិសឦសានឲ្យប្រយ័ត្នបញ្ហាក្រក់ចូលយាយីបន្តិចរីបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមានដំណើរការប្រែប្រួលផ្លាស់ប្ដូរពីងាយទាំងផ្អែមល្ហែមនិងងាយទាំងទាស់ទែងគ្នាផងដែរឆ្នាំចសនក់មានលៀបមានសំណាងពោពេញដោយសុភមង្គលជាពិសេសអនាគតខ្លាចជាសេដ្ឋីកហបតីឬអភិជនចិនខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នាំលាភសំណាងពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនាំលាភសំណាង45និង66សូមខមមិន168យកលាភសម្បត្តិអភិជនចំពោះឆ្នាំចថ្ងៃនេះទាំងស្ត្រីទាំងបុរសធ្វើអ្វីមួយក៏ដោយតែងតែជួបលើកំណាត់ផ្លូវតានតឹងដោយមានសភាពពិបាករស់ទៅមុខព្រោះជួបតែបញ្ហាប្រទែងប្រទើហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្នានីសនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរាយការណ៍រស់នៅលោកអ្នកមានបញ្ហាច្រើននៅលើបញ្ហាប្រកាសដូច្នេះចូលប្រយ័ត្នកើតមានចំនួនណាមួយព្រោះតែបញ្ហានេះរាយការណ៍ប្រកបមុខរបរជួញដូររកស៊ីជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយទៀតសោតជួបតែភាពប្រកម្មប្រកបមិនស្ទើរទេរីបញ្ហាសម្ព័ន្ធភាពស្នេហាប្រុសស្រីមានការប្រែប្រួលប្ដូរផ្លាស់ព្រោះជួនកាលក៏ល្អទៅជួនកាលក៏អាក្រក់នាំខ្វាយខ្វល់ជាញឹកញាប់ឆ្នាំកោជ្រូកនាំលាភសំណាងនាំសុភមង្គលសម្រេចរាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនៃលាភសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលាភសំណាងពណ៌សនិងក្រហមលេខនាំលាភសំណាងលេខ9និងលេខ61សូមខមមិន999យកលាភសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំកោនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរហេតុនេះបើចង់ធ្វើអ្វីក៏តែងតែផ្ដល់ផលជាផ្លែផ្កាមកវិញគ្រួនជាទីពេញចិត្តផងរាយការណ៍រស់នៅមានភាពសុខដុមនិងក្នុងរង្វង់គ្រួសារបើមានបញ្ហាចំនួនវិវាទជាពេលវេលាល្អក្នុងការដោះស្រាយផងរាយអ្នកប្រកបមុខរបរជួញដូររកស៊ីវិញនៅក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបចំនួនអ្វីមួយជាឱកាសល្អប្រពៃបំផុតរាយការណ៍ធ្វើដំណើរទៅជាតិឆ្ងាយតែងតែជួបក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយពេលនេះជាពេលវេលាល្អក្នុងការផ្សំគុំគ្រួសារបំផុត